ក្រុមអ្នកខ្លំមើលបញ្ហាសង្គមគិតថារដ្ឋាភិបាលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបកប្រជាជនកម្ពុជាកំពុងប្រើប្រាស់ចំណុចក្តៅលើបញ្ហាព្រំដែននិងចំនួនដីធ្លីធ្វើជាវេទិកានយោបាយរបស់ខ្លួនក្នុងការកាត់បន្ថយឥទ្ធិពលនៃសម្ព័ន្ធភាពចលនាសង្គ្រោះជាតិដើម្បីឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ2013ខាងមុខស្ថិតក្រោមបរិបទនយោបាយដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនេះអ្នកវិភាគអះអាងថាប្រមុខរដ្ឋាភិបាលលោកហ៊ុនសែនកំពុងបង្កើនល្បឿននៃសន្ទុះនយោបាយរបស់ខ្លួននៅគ្រាសម្លេងគាំទ្រនៃសម្ព័ន្ធភាពថ្មីដែលទើបច្របាច់បញ្ចូលគ្នាដែលមានឈ្មោះថាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិរបស់គណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សត្រូវគេមើលឃើញថាហាក់មានសន្ទុះកើនឡើងនោះលោកបណ្ឌិតឡាវម៉ុងហៃនៃវិភាគឯករាជ្យលោកគិតថាអ្វីដែលប្រមុខរដ្ឋាភិបាលលោកហ៊ុនសែនជ្រើសរើសយកនយោបាយដីធ្លីនិងបញ្ហាព្រំដែនមកដោះស្រាយនៅពេលនេះគឺដើម្បីផ្សះផ្សាផ្លូវចិត្តសម្រាប់អ្នកគាំទ្រប៉ុណ្ណោះលោកបណ្ឌិតឡាវម៉ុងហៃមានប្រសាសន៍ថានាយករដ្ឋមន្ត្រីលោកហ៊ុនសែនគិតថាការកំណត់ទិសដៅនេះទំនងអាចបង្កើនជំនឿទុកចិត្តឡើងវិញបានមកលើគណៈបកប្រជាជនកម្ពុជាតាមពិតក្នុងប្រទេសកម្ពុជាយើងគឺយកធ្វើយុទ្ធនាការបោះឆ្នោតទាំងរាល់ថ្ងៃដល់ហើយមានអាជំនឿថាគឺក្នុងក្របខ័ណ្ឌគឺជួយយុទ្ធនាការសម្រាប់តាក់ទាញស្រុកឆ្នោតឬក៏ការពារស្រុកឆ្នោតណានៅក្នុងការបោះឆ្នោតឆ្នាំ2013ខាងមុខនេះលោកកែមលៃអ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមអ្នកស្រាវជ្រាវឯករាជ្យ ART និងជាអ្នកវិភាគបញ្ហាសង្គមលោកឲ្យដឹងថាប្រការនេះគឺជាចេតនាមួយប៉ុណ្ណោះរបស់លោកហ៊ុនសែនក្នុងការជ្រុំជ្រែងនយោបាយនិងដើម្បីប៉ះប៉ូវសម្រាប់ត្រៀមនៅមុនការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅថ្ងៃទី28កក្កដាឆ្នាំ2013ខាងមុខតែទោះជាបែបណាលោកកែមលៃគិតថាបើទោះជារូបភាពនេះស្ថិតក្រោមសារនយោបាយយ៉ាងណាក្តីតែក៏ជាផ្នែកមួយនៃការបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋទទួលបានសិទ្ធិកាន់កាប់ដីនិងអាចធ្វើឲ្យយុវជនជួយសង្គមតាមរយៈយន្តការនេះដែរហើយដូចបានគាត់ចាប់ផ្ដើមធ្វើដោយសារតែចិត្តបោះឆ្នោតទី2ទោះបីជាយុទ្ធសាស្ត្រនឹងយុទ្ធសាស្ត្រមួយដែលគេធ្វើចិត្តបោះឆ្នោតទៅដល់ក៏ប៉ុន្តែមានពិតថាចំណេញដល់ប្រជាជនសំខាន់គឺប្រជាជនដែលតាំងពីលំនៅលើដីរបស់រដ្ឋប៉ុន្តែអត់មានប្លង់កាន់កាប់នៅពេលដែលយើងធ្វើអញ្ចឹងយ៉ាងសំខាន់គឺបានដីទៅដល់ប្រជាជនហើយសំខាន់ទី2ខ្ញុំគិតថាទោះបីជាហេតុផលនយោបាយក៏ដោយក៏ប៉ុន្តែទៅវាបានយុវជនមានបទពិសោធន៍ក៏ប៉ុន្តែលោកបណ្ឌិតឡាវម៉ុងហៃរកឃើញថាបើទោះជាការចុះវាស់វែងដីតាមរយៈក្រុមនិស្សិតស្ម័គ្រចិត្តនេះក្នុងន័យកសាងជំនឿទុកចិត្តយ៉ាងណាក៏ដោយតែលោកអះអាងថាការចុះអនុវត្តនេះពុំបានធ្វើឲ្យចំគោលដៅដែលពលរដ្ឋកំពុងប្រឈមក្នុងចំនួនដីធ្លីជាមួយក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលហើយប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋនោះទេបើទោះជាបែបនេះក្តីបណ្ឌិតរដ្ឋលោកជាមយាបអ្នកតំណាងរាស្ត្រមកពីគណៈបកប្រជាជនកម្ពុជានិងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាលោកមានប្រសាសន៍ថាយន្តការដោះស្រាយរបស់ប្រមុខរដ្ឋាភិបាលលោកហ៊ុនសែនដែលធ្វើឡើងនៅពេលនេះគឺមិនសំដៅដល់ការទាក់ទាញប្រជាប្រិយភាពក្នុងការគៀងគររោគសម្លេងឆ្នោតនោះទេលោកបន្តថាតែនេះជាការស្រាយបំភ្លឺចំពោះភាពស្អាតស្អំដែលរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់បកប្រជាជនបានធ្វើអស់រយៈពេលជាង30ឆ្នាំមកនេះជាពិសេសបញ្ហាព្រំដែនដែលបកប្រឆាំងតែងចោទប្រកាន់នោះធម្មតាដែលក្នុងហ្នឹងរថភ្លើងគណៈប្រកាសភ្លើងគឺសុំឆៃនិងគណៈបកសំរងស៊ីទៅលើកបញ្ហាហ្នឹងដើម្បីឲ្យសម្បត្តិនឹងលោកឆ្លើយអានោះគ្មានទៅជាវិធនៅក្នុងនេះហ្នឹងទេគាត់ថាអ្វីថារឿងរដ្ឋបាលលោកបានធ្វើអ្វីខ្លះក្នុងការងារហ្នឹងហើយលោកឆ្លើយបំភ្លឺនៅ4ចំណុចដែលសុំឆៃបានទៅហើយអានោះអញ្ចឹងថាអត់មានទៅជាប្រយោជន៍អីទេក្រុមអ្នកខ្លំមើលសង្គមចាត់ទុកថានេះជាលើកទី1ហើយដែលរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់គណៈបកប្រជាជនកម្ពុជាបានបង្ហាញជំហរក្នុងការតតាំងតាមផ្លូវច្បាប់និងស្វែងរកដំណោះស្រាយនៅគ្រាសម្ពាធនៃការរិះគន់ថារដ្ឋាភិបាលបច្ចុប្បន្នធ្វើឲ្យកម្ពុជាត្រូវបាត់បង់ទឹកដីមួយភាគធំតាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាមនិងបង្កើនចំនួនជាមួយពលរដ្ឋក្នុងរឿងដីធ្លីជាដើមនោះស្ថិតក្រោមហេតុផលនេះអ្នកវិភាគគិតថាប្រសិនបើការបកស្រាយរបស់លោកហ៊ុនសែនក្នុងរឿងព្រំដែនធ្វើឡើងដោយតម្លាភាពនិងការជឿទុកចិត្តពិតប្រាកដពីមជ្ឈដ្ឋាននោះទលហេកលនេះអាចជាឧបសគ្គសម្រាប់ក្រុមចលនាប្រជាធិបតេយ្យសង្គ្រោះជាតិការអះអាងបែបនេះរបស់ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមនោះក៏ព្រោះតែបកប្រឆាំងតែងប្រើប្រាស់បញ្ហាព្រំដែនជាកម្មវិធីនយោបាយដ៏មានឥទ្ធិពលក៏ប៉ុន្តែបញ្ហានេះទាំងលោកយឹមសុវណ្ណមន្ត្រីនាំពាក្យគណៈបកសំរងស៊ីនិងលោកប៉ុលហមមន្ត្រីនាំពាក្យគណៈបកសិទ្ធិមនុស្សអះអាងថាករណីនេះវាពុំមែនជារឿងដែលគណៈបកប្រឆាំងទាំងពីរចាត់ទុកថាជាប្រការរាំងស្ទះដល់ភាពរីកលូតលាស់នៃជំនឿទុកចិត្តសម្រាប់ដំណើរឆ្ពោះទៅរកការបោះឆ្នោតសកលឆ្នាំ2013នោះទេតែអ្វីដែលគណៈបកប្រឆាំងគិតថាជាឧបសគ្គនោះគឺ
គឺប្រព័ន្ធបោះឆ្នោតកោជបពុំមានភាពឯករាជ្យទៅវិញខ្ញុំមិនបារម្ភទេអ្វីដែលខ្ញុំបារម្ភគឺការបោះឆ្នោតមិនសេរីយុត្តិធម៌អ្វីដែលខ្ញុំបារម្ភគឺគណៈបកកណ្ដាលអំណាចគ្រប់គ្រងគណៈកម្មការជាប្រចាំការបោះឆ្នោតគណៈបកថ្មីដែលកើតឡើងពីគណៈបកសំរងស៊ីនិងគណៈបកចំនួននឹងមិនឃើញជួយបារម្ភអំពីស្ដីដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅឆ្លើយបំភ្លឺលើសភាទោះលោកនឹងម្ដងតែចង់ទាក់ទាញប្រជាប្រិយភាពដើម្បីបន្សាបតម្លៃការជឿទុកចិត្តទៅលើគណៈបកប្រឆាំងក្តីលោកអ៊ូវីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកអត្ថាធិប្បាយថារូបភាពដែលនាយករដ្ឋមន្ត្រីលោកហ៊ុនសែនបង្ហាញសារក្នុងរឿងព្រំដែននិងដំណោះស្រាយដីធ្លីនៅពេលនេះត្រូវគេមើលឃើញថាជារូបភាពនយោបាយនិងបង្ហាញពីភាពស្អាតស្អំក្នុងការគ្រប់គ្រងរបស់ខ្លួនក្នុងន័យដើម្បីគៀងគរសម្លេងគាំទ្រសម្រាប់ការបោះឆ្នោតខ្ញុំមើលទៅលោកអស់គឺទៅបារម្ភរបស់គណៈបព្វជិជនដែលខ្ញុំដឹងចឹងគណៈបព្វជិជនមិនយកចិត្តទុកដាក់ក្នុងការឆ្លើយតបទៅដូច្នេះគណៈបព្វជិជនដឹងថាមតិរបស់ប្រជាពលរដ្ឋនៅពេលដែលមានការចោទប្រកាន់ហើយអត់មានការឆ្លើយតបហ្នឹងគឺមតិប្រជាពលរដ្ឋនឹងជឿនឹងការចោទប្រកាន់នោះហើយឆ្លើយតបទៅនឹងបញ្ហានេះប្រមុខរដ្ឋាភិបាលបានប្រកាសជាសាធារណៈកាលពីថ្ងៃទី1ខែសីហាថាលោកនឹងមិនខ្លាចការតតាំងតាមផ្លូវច្បាប់ចំពោះបញ្ហាព្រំដែននោះទេក្នុងនាមអ្នកនយោបាយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានជំនឿថាការធ្វើនយោបាយត្រូវតែឈ្នះហើយសុំអ្នកដទៃទៀតអស់សិលឹកវាលេងកុំមកហើយថាលោកហ៊ុនសែនធ្វើនឹងធ្វើដើម្បីចំណេញនយោបាយអញប្រាប់ត្រឡប់ទៅវិញណាបើធ្វើគ្រាន់តែខាតកុំធ្វើយ៉ាងណាក៏ដោយប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកអ៊ូវីរៈគិតថាប្រធានបទដែលគណៈបកនយោបាយនិយាយពីរឿងព្រំដែនវាពុំមែនជាសញ្ញាដែលអាចធានាបានថាមានការគាំទ្រពីពលរដ្ឋនោះទេក្នុងន័យនេះលោកថាគណៈបកនយោបាយនីមួយៗត្រូវស្វែងរកប្រធានបទផ្សេងទៀតក្នុងការឃោសនាសម្រាប់គោលនយោបាយរបស់ខ្លួនការបង្ហាញជំហរនៅក្នុងសភារបស់លោកហ៊ុនសែននៅពេលនេះត្រូវមជ្ឈដ្ឋានកត់សម្គាល់ថាជាដំណើរស្របគ្នាទៅនឹងសម្ព័ន្ធភាពរបស់គណៈបកប្រឆាំង2ទើបត្រូវបានបង្កើតឡើងសម្រាប់ការតតាំងកៅអីនាយករដ្ឋមន្ត្រីថ្ងៃទី28កក្កដាឆ្នាំ2013ខាងមុខក្រុមអ្នកខ្លាំមើលបញ្ហាសង្គមគិតថាទំនងជាប្រមុខរដ្ឋាភិបាលលោកហ៊ុនសែនធ្វើឡើងការចេញពីការព្រួយបារម្ភការស្រកស្រត់សម្លេងគាំទ្រខ្ញុំមនីរតវិទ្យុអាស៊ីសេរីភ្នំពេញ